បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅតាមផ្លូវជាតិលេខ2ចម្ងាយ32គីឡូម៉ែត្រទៅដល់អូរួងក្នុងស្រុកបាទីខេត្តតាកែវបត់ទៅខាងលិចចម្ងាយ2គីឡូម៉ែត្រក្នុងឃុំក្រាំងធ្នង់ស្រុកនឹងខេត្តដដែលនឹងបានឃើញទន្លេបុរាណមួយមានមណ្ឌលរាងទ្រវែងបណ្ដោយថ្ងៃមានទឹកល្អល្អាចខួបប្រាំងខួបវស្សាហៅថាទន្លេបាទីក្បែរឆ្នេរខាងនៃទន្លេនោះមានប្រាសាទ2ហៅប្រាសាទតាព្រំ1ប្រាសាទយាយពៅមួយរឿងព្រេងតាក់ទងដើមកំណើតនៃប្រាសាទនោះមានដំណើរដូចតទៅនេះការស្ដេចព្រះនាមព្រះកេតុមាលាសោយរាជ្យនៅមហានគរជាស្ដេចមានបុណ្យអស្ចារ្យណាស់វេលាមួយស្ដេចទ្រង់អបសុខក្នុងព្រះរាជហឫទ័យគង់នៅក្នុងប្រាសាទពុំបានទ្រង់យាងកំសាន្តព្រះរាជហឫទ័យជាមួយរាយពលដោយផ្លូវនាវាតាមឆ្នេរសមុទ្រត្រើយខាងត្បូងលុះយាងទៅដល់ទន្លេបាទីទ្រង់ចុតព្រះទីនាំងនាវានៅត្រើយនោះដោយសោមម្ណោះហើយទ្រង់បោះព្រះពន្លាជ័យសម្រាប់ព្រះអង្គនៅក្នុងទីនោះពេលនោះអ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថាស្ដេចយាងពីនគរវត្តមកដោយមិនដែលស្គាល់ស្ដេចនោះសោះក៏នាំគ្នាជាច្រើនអ៊ូអែមកថ្វាយបង្គំគាល់យកអាករសួយរីមកថ្វាយព្រះអង្គគ្រប់គ្នាកាលនោះមានយាយម្នាក់មានភោគសម្បត្តិស្តុកស្តំជាងអ្នកស្រុកទាំងអស់គាត់មានកូនក្រមុំមួយឈ្មោះនាងពៅមានរូបឆោមលោមពណ៌ល្អលើសស្រីទាំងពួងគាត់នាំកូនក្រមុំមកគាល់ស្ដេចរាល់ថ្ងៃព្រះមហាក្សត្រទប់ឃើញរូបនាងនោះក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធចង់ចំអន់លេងរាល់ពេលវេលាយាយដឹងថាស្ដេចសពព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួនក៏លើកថ្វាយជាព្រះទី2ស្ដេចបាននាងពៅធ្វើជាព្រះអគ្គមហេសីទ្រង់សពព្រះរាជហឫទ័យនឹងនាងពុនពីរព្រោះជាស្រីមានរូបឆោមលោមពណ៌ល្អស្ដេចគង់នៅក្នុងទីនោះបាន3ខែនាងពៅមានគោះលុះនាងមានគោះបាន3ខែព្រះរាជាទ្រង់មានព្រះបន្ទូលថាចូលអ៊ុំនៅក្នុងទីនោះចុះពីព្រោះមានព្រះមេដានៅថែរក្សាឯបងសុំលាត្រឡប់ទៅមហានគរវិញហើយទ្រង់ព្រះរាជាព្រះទម្រង់មួយទុកជាគេថាបើព្រះរាជបុត្រប្រសូតមកកាលណាធំដឹងក្តីឡើងចង់ទៅសួររកបងចូលនាងឲ្យពាក់ព្រះទម្រង់នេះយកទៅជាសាក្សីនាងពៅបានស្ដាប់ព្រះរាជបន្ទូលដូច្នោះក៏សោកសង្រែងអាឡោះអាល័យព្រះស្វាមីពេកក្រៃដោយទ្រង់មិនឲ្យទៅតាមផងព្រះរាជាទ្រង់ផ្ដាំស្រេចហើយទ្រង់ស្ដេចយាងទៅកាន់ព្រះមហានគរវិញក្រោយមកគិភានាងពៅគ្រប់ខែក៏ប្រសូតព្រះរាជបុត្រដោយព្រះវរបិតាមេត្តាឲ្យនាមថាអង្គព្រំកុមារដោយហេតុថាព្រះរាជកុមារប្រសូតនៅព្រំដែនទន្លេនោះលុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម16ឆ្នាំសួររកបិតានាងពៅដំណាលប្រាប់សពគ្រប់ហើយព្រះរាជកុមារចង់ទៅតាមរកព្រះបិតាឯមហានគរមេត្តាក៏បានដោះព្រះទម្រង់មាសឲ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហាសខាងស្ដាំហើយព្រះរាជកុមារថ្វាយបង្គំលាមេត្តាឡើងគង់លើសេះយាងតាមឆ្នេរសមុទ្រទៅលុះបានទៅដល់ខ្លោងទ្វារព្រះមហានគរបានសួរទៅអ្នកចាំទ្វាររកព្រះបិតានាយឆ្មាំទ្វារបានស្ដាប់ក៏ចាត់មន្ត្រីឲ្យទៅក្រាបបង្គំទូលស្ដេចស្ដេចជ្រាបទ្រង់មានព្រះតម្រាស់ឲ្យចូលទៅអង្គព្រំក៏ចូលទៅក្រាបថ្វាយបង្គំព្រះវរបិតាហើយដោះព្រះទម្រង់ថ្វាយស្ដេចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែនដោយទ្រង់បានឃើញព្រះទម្រង់ហើយទ្រង់ចាត់អង្គព្រំឲ្យធ្វើជាចៅហ្វាយស្រុកនៅត្រើយព្រះទនេនោះដោយហេតុថាព្រះអង្គព្រំប្រសូតក្នុងទីនោះផងដោយទីនោះពុំទាន់មាននាម៉ឺនណាឈរត្រួតត្រាផងក៏ទ្រង់ព្រះរាជសារមានត្រាតាំងអង្គព្រំជាស្ដេចត្រាញ់មួយអង្គជាធំក្នុងស្រុកនោះហើយដោយហេតុអង្គព្រំជាស្ដេចជាមេបានៅស្រុកនោះមុនគេបានជាស្រុកនោះឈ្មោះស្រុកបាទីទន្លេនោះឈ្មោះទន្លេបាទីគឺទីរបស់ស្ដេចជាបាពីត្រឹមនោះមក
លុះអង្គព្រំបានជាស្ដេចត្រាន់នៅស្រុកនោះហើយទ្រង់បានចាត់ឲ្យសាងប្រាសាទពីរមួយជូនមាតាមួយគង់នៅផ្ទាល់ព្រះអង្គហើយទ្រង់ចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផងដំណាក់ឯទៀតនៅក្បែរប្រាសាទនោះជាទីក្រសាលនិងជាទីធ្វើការរាជការផ្សេងតាមមុខក្រសួងណាម៉ឺនសពមុខមន្ត្រីទីបរិវេណនៃប្រាសាទទាំងនោះសពថ្ងៃទៅជាវត្តមួយឈ្មោះវត្តទន្លេបាទីជារមណីយដ្ឋានមួយដែលពួកទេសចរច្រើនចូលចិត្តទៅទស្សនា